សូមស្វាគមន៍មកកាន់សាលាជំនាញវេយ្យាករណ៍របស់ប្រែខែថ្ងៃនេះខ្ញុំរៀនសន្ទនាកម្រិតដំបូងតទៀតនៅក្នុង Unit 3មេរៀនទី3ដដែលប៉ុន្តែនៅក្នុងនេះខ្ញុំក្នុងវីដេអូនេះខ្ញុំបរៀនអំពី study words មានន័យថាខ្ញុំស្រង់ពាក្យនៅក្នុងមេរៀនទី3ទាំងអស់ខ្ញុំមកបរៀន study words សិក្សាពាក្យអញ្ចឹងនៅក្នុងមេរៀនទី3នេះមានខ្ញុំស្រង់បាន36ពាក្យពាក្យទី1 day day ថ្ងៃពាក្យទី2 week week សប្តាហ៍ពាក្យទី3 off នៃពាក្យទី4 Thursday ថ្ងៃនេះពាក្យទី5 want ចង់ពាក្យទី6 know of ដឹងអំពីពាក្យទី7 count រាប់ពាក្យទី8 for សម្រាប់ពាក្យទី9 now ឥឡូវពាក្យទី10 must ត្រូវតែពាក្យទី11 listen ស្ដាប់ពាក្យទី12 carefully យ៉ាងយកចិត្តទុកដាក់ពាក្យទី13 ម៉ាងក្នុងចំណោមពាក្យទី14 which មួយណាពាក្យទី15 why ហេតុអ្វីពាក្យទី16 only one តែមួយប៉ុណ្ណោះពាក្យទី17 because ពីព្រោះពាក្យទី18 delighted សប្បាយរីករាយពាក្យទី19 holiday ថ្ងៃឈប់សម្រាកពាក្យទី20 other ផ្សេងទៀតពាក្យទី21 working day ថ្ងៃធ្វើការពាក្យទី22 at times ជួនកាលពាក្យទី23 work ធ្វើការពាក្យទី24 till រហូតដល់ពាក្យទី25 free ទំនេរពាក្យទី26 get up ក្រោកពីដេកពាក្យទី27 go to bed ចូលដេកពាក្យទី28 father ឪពុកពាក្យទី29 mother ម្ដាយពាក្យទី30 pamper នេះថ្នាក់ថ្នប់ពាក្យទី31 always តែងតែពាក្យទី32 chat ការជជែកលេងពាក្យទី33 love most ស្រឡាញ់ខ្លាំងស្រឡាញ់ជាងគេបំផុតពាក្យទី34 o'clock ម៉ោងពាក្យទី35 like most ចូលចិត្តជាងគេបំផុតពាក្យទី36 much appreciated អរគុណច្រើនហ្នឹងហើយអញ្ចឹងអ្នកនរគ្នាខ្ញុំបានអានឲ្យហើយពាក្យនៅក្នុងមេរៀនទី3ឥឡូវនេះចុងក្រោយខ្ញុំជូនដំណឹងតាក់ទងទៅនឹងការលុបសភៅគ្រប់ប្រភេទដូចជាសភៅសន្ទនាកម្រិតដំបូងខ្មែរអង់គ្លេសខ្មែរសន្ទនាកម្រិតមធ្យមខ្មែរអង់គ្លេសខ្មែរសន្ទនាកម្រិតខ្ពស់បកពីអង់គ្លេសខ្មែរអង់គ្លេសសភៅបកប្រែសំណេរសភៅបកប្រែផ្ទាល់មាត់សភៅវេយ្យាករណ៍ Pattern Speech វេយ្យាករណ៍ Writing Skill វេយ្យាករណ៍ TOEFL និងសភៅផ្សេងជាច្រើនទៀតដែលខ្ញុំរៀបរាប់អត់អស់ហើយអ្នកនរគ្នាចង់បានសភៅប្រភេទអីគឺមាននឹងទាំងអស់តែហើយអ្នកនរគ្នាចង់បានសភៅណាមួយយកទៅប្រើការមួយជីវិតក្នុងស្ថាប័នការងាររបស់អ្នកនរគ្នាអាចតាក់ទងតាមលេខទូរស័ព្ទ Telegram របស់ខ្ញុំគឺ093 553 191អូខេប៉ុណ្្នឹងថាអ្នកនរគ្នា